បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវសូមពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលនៅគ្រឿងផ្សំសម្រាប់យើងស្ងោរត្រឡាចជើងជ្រូកទាំងអស់គ្នាបងប្អូនណាហ្នឹងហើយចំពោះជើងជ្រូកនេះខ្ញុំទិញប្រហែលជា2គីឡូដើម្បីខ្ញុំយកមកដាក់ស្ងោរត្រឡាចបងប្អូនណាហ្នឹងហើយបន្ទាប់ពីជើងជ្រូកហើយមានដូចជាត្រឡាចហ្នឹងខ្ញុំទិញប្រហែលជា3ផ្លែបងប្អូនណាបាទអញ្ចឹងបន្ទាប់ពីត្រឡាចហើយមានដូចជាស្លឹកខ្ទឹមមានដូចជាគ្រឿងរបស់យើងនេះគ្រឿងទេសគ្រឿងផ្សំរបស់យើងហ្នឹងមានដូចជាស្ករសអំបិលប៊ីចេងបាទម្សៅស៊ុបអីចឹងទៅពុកម៉ែបងប្អូនគ្នាបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីបាទម្សៅស៊ុបស្ករអំបិលប៊ីចេងហើយបងប្អូនណាមានដូចជាយីហឺក្រៀមបង្គាក្រៀមបងប្អូនណាដើម្បីសម្រាប់យើងដាក់បង់ពេលដែលយើងដាំទឹកពុះបងប្អូនណាបាទហើយបន្ទាប់មកទៀតមានខ្ទឹមសចំនួន10កំពឹសបងប្អូនណាចំពោះខ្ទឹមសបងប្អូនត្រូវរដំឲ្យវាហៀងកប៉ែតចឹងបងប្អូនណាដើម្បីយើងយកទៅបង់នៅក្នុងទឹកស្ងោររបស់យើងឲ្យវាកាត់នៅក្លិនឆ្អាបនិងបន្ថែមនៅក្លិនឈ្ងុយផងបងហើយខ្ញុំថែមម្ទេសចំនួន1គ្រាប់បងប្អូនណាហ្នឹងហើយបាទបន្ទាប់ពីខ្ញុំបានរៀបរាប់គ្រឿងក្រៅប្រាប់បងប្អូនរួចរាល់ហើយក៏ចាប់ផ្ដើមយកឆ្នាំងមកដាក់ដាំទឹកវិញម្ដងដើម្បីយើងស្ងោរជើងជ្រូកត្រឡាចទាំងអស់គ្នាបងប្អូនណាបាទពុកម៉ែបងប្អូនទាំងគ្នាបាទបន្ទាប់ពីទឹកដែលខ្ញុំបានដាំពុះហើយខ្ញុំក៏ចាប់ផ្ដើមដាក់បង្គាគ្រឿងយីហឺគ្រឿងចូលជាមួយគ្នាតែម្ដងបាទបន្ទាប់ពីបង់បង្គាគ្រឿងយីហឺគ្រឿងហើយបាទខ្ញុំក៏ចាប់ផ្ដើមបង់នៅខ្ទឹមសនិងម្ទេសដែលយើងបានដំពីមុនហ្នឹងដំដាក់ចូលមិចជាមួយគ្នាតែម្ដងបងប្អូនណាបន្ទាប់មកទៀតខ្ញុំក៏យកវែកមកកូរវាមកបន្តិចទៅបងប្អូនណាបាទបន្ទាប់ពីបងប្អូនមកបង់នៅយីហឺគ្រៀមអង្គឺគ្រៀមខ្ទឹមសម្ទេសរួចហើយបងប្អូនត្រូវតែដុសពពុះនឹងចេញបងប្អូនហ្នឹងហើយយើងត្រូវតែដុសពពុះនឹងចេញទៅដើម្បីបាទឲ្យទឹកស៊ុបរបស់យើងហ្នឹងឲ្យវាថ្លាទឹកស្ងោររបស់យើងវាថ្លាបងប្អូនណាអញ្ចឹងយើងត្រូវតែដុសពពុះនឹងចេញឲ្យអស់បងប្អូនណាបាទហើយបន្ទាប់ពីបានដុសពពុះចេញហើយទឹកយើងនឹងក៏ចាប់ដើមពុះមកហើយខ្ញុំក៏ចាប់ដើមបង់នៅជើងជ្រូកចូលតែម្ដងបងប្អូនហ្នឹងហើយបាទឥឡូវខ្ញុំសូមដាក់ជើងជ្រូកចូលតែម្ដងណាបងប្អូនណាបាទបន្ទាប់ពីខ្ញុំបានបង់ឆ្អឹងស៊ុបរួចរាល់ហើយអញ្ចឹងក៏ចាប់ផ្ដើមឡើងនៅពពុះទៀតបងប្អូនហ្នឹងអញ្ចឹងបងប្អូនត្រូវតែដុសពពុះហ្នឹងឲ្យចេញឲ្យអស់បាទដើម្បីឲ្យទឹកស៊ុបទឹកស្ងោរអញ្ចឹងវាថ្លាល្អបងប្អូនហ្នឹងហើយបាទបន្ទាប់ពីខ្ញុំបានបង់នៅឆ្អឹងស៊ុបមកខ្ញុំក៏ចាប់ផ្ដើមគ្របទុកប្រហែលជា3នាទីអញ្ចឹងទឹកយើងក៏ចាប់ផ្ដើមពុះម៉ាសាទៀតអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមបង់នៅគ្រឿងក្រៅចូលតែម្ដងណាចំពោះគ្រឿងក្រៅបងណាមានដូចជាម្សៅស៊ុបអំបិលប៊ីចេងស្ករសអញ្ចឹងបងប្អូនហ្នឹងហើយឥឡូវបន្ទាប់ពីខ្ញុំបានបង់នៅគ្រឿងក្រៅរួចរាល់ហើយបងប្អូនណាខ្ញុំក៏យកវែកមកកូរវឹកវាបន្តិចទៅបងប្អូនណាហ្នឹងហើយដើម្បីឲ្យវាបាទរលាយនៅគ្រឿងរបស់យើងចូលជាតិជាមួយនឹងឆ្អឹងស៊ុបជាមួយសាច់របស់យើងអញ្ចឹងបងប្អូន